យុវតីដែលស្រស់ស្អាតពីរនាក់ត្រូវបានជនសង្ស័យធ្វើសកម្មភាពឆក់ទូរស័ព្ទដំពើប្រមិចបានសម្រាប់ខ្ញុំវិញមកខ្ញុំអត់មានយំអត់ហ្មងបងទូរស័ព្ទនឹងប៉ាខ្ញុំទិញឲ្យម៉ាក់ខ្ញុំទិញឲ្យយកលុយធ្វើការងារខ្លួនឯងទៀតហើយឲ្យពួកវាបើវាចង់បានទូរស័ព្ទសំលុយធ្វើការងារធ្វើអីទៅទិញទូរស័ព្ទខ្លួនឯងទៅកំដៅឆក់គេចឹងហើយពេលងាប់ទៅវាទៅណាវានឹងទៅចុះនៅរួននឹងអាត្រូវគ្រាប់អស់ហ្នឹងស្មានគេចាប់អាពួតចោលហ្នឹងឲ្យបានបងកុំឲ្យពួកវាដើរឆក់គេទៅពីចឹងទៀតហើយពាក់ស្អីហ្គេតនឹងការងារម៉ែវាស្អីវាដើរឆក់គេចឹងអាចោនោះឆក់ទូរស័ព្ទឯងមកអីអូនដំពើប្រូពសបងដំពើប្រូពសបងឯងជីពីចំណុចម៉ាក់ណាវិញជីពីធ្វើការពីអែបបងមកដល់តួកហើយជីមកតែតាមនឹងបងអញ្ចឹងចំណុចហ្នឹងដែលចោលឆក់ណៃគ្នាវាប្រហែលម៉ូតូបងពីរនាក់ម៉ូតូមួយតបមកវាឆក់ហើយវាទៅបានមានម្នាក់ទៀតម៉ូតូវ៉ៅណាវាថាចាំវាជួយចោលវាលឺឃើញតែចោលនេះវាថាចាំវាជួយឲ្យទៅវាជីទៅលឿនណាបងហើយជាគ្នាវាមិនទៅអញ្ចឹងឆក់អណៃចំនួន2នាក់ជិះមកម៉ូតូមកអីដឹងហ៎វាជានិចអីនោះបងខ្ញុំបានចូលក្នុងទីហើយពេលហ្នឹងមិនបានជាឆក់អណៃបានបងស្រីពេលហ្នឹងខ្ញុំទេឲ្យមិត្តភក្តិខ្ញុំនិយាយទៅខ្ញុំទេមិនដាក់ចេះទៀតបងខ្ញុំកាន់ចេះកាន់អញ្ចឹងហើយខ្ញុំនិយាយថាមកដល់នេះហើយខ្ញុំមកដឹងថាវាមកពីការទៀតមកដល់ទៀងយើងអណៃពេលហ្នឹងអ្នកបើកម៉ូតូចាបងជុំយ៉ាប្រិមត្តជនជាទីគោរពយុវតី2នាក់ចេញធ្វើការចិត្តភ្លឺហើយត្រូវបានជនសង្ស័យ2នាក់បាទជិះម៉ូតូហើយសង្ស័យម្នាក់ទៀតគឺបិទគូតបានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់គាត់បន្ទាប់ពីគាត់លើកទូរស័ព្ទឆាតហើយក៏លេចមុខជនសង្ស័យឆក់ទូរស័ព្ទគាត់នៅចិត្តនឹងទំនប់70នៅសង្កាត់បឹងកក់មួយខណ្ឌទូកករាជពេញបានសម្រេចបណ្ដាឲ្យជនរងគ្រោះត្រូវបានដួលម៉ូតូរងរបួសបាទចំផ្ទៃមុខផងដែរកែងកាច់កែងនេះបងណាវិញបងចេញធ្វើការបងចេញធ្វើការហើយបំរុងទៅណាវិញទៅផ្ទះបងទៅផ្ទះទូទៅណៃចេញធ្វើការស្មើហ្នឹងចាបងអត់ទេថ្ងៃហ្នឹងអូធីបងថ្ងៃអូធីចេះរកណាវិញបងស្រីនៅទូស្កាយនេះហ្នឹងបងប្រយ័ត្នប្រយែងគ្រោះថ្នាក់ណាបងខ្ញុំអត់ដែរជួបរឿងចឹងហើយបងខ្ញុំឡើងតាមទៅលើកទី1ទេចាបងខ្ញុំអត់ដែរមានរឿងចឹងកើតឡើងហ្មងបងអូនឯងមានអីផ្ញើសារទៅកាន់អាចោហ្នឹងដែរឲ្យវាយកទូរស័ព្ទខ្ញុំវិញមកខ្ញុំអត់មានយំអត់ហ្មងបងទូរស័ព្ទហ្នឹងប៉ាខ្ញុំទិញឲ្យម៉ាក់ខ្ញុំទិញឲ្យយកលុយធ្វើការងារខ្លួនឯងទៀតសំលុយធ្វើការចាបងហើយឲ្យពួកវាបើវាចង់បានទូរស័ព្ទសំលុយធ្វើការងារធ្វើអីទៅទិញទូរស័ព្ទខ្លួនឯងទៅកំដៅឆក់គេចឹងហើយពេលងាប់ទៅវាទៅណាវានឹងទៅចុះនៅរួនហ្នឹងអាត្រូវគ្រាប់អស់ហ្នឹងវាគ្មានធ្វើការងារស្អីគេវាដើរឆក់គេហ្នឹងស្មានគេចាប់អាពួតចោលហ្នឹងឲ្យបានបងកុំឲ្យពួកវាដើរឆក់គេទៅពីចឹងទៀតហើយពាក់ស្អីហ្គេតនឹងការងារម៉ែវាស្អីវាដើរឆក់គេចឹងព្រោះមែនតែលើកទី1ចេញមកជំនាញមកបងអូនណៃចាបងអូនណៃត្រូវលបួសតែណៃអត់អីទេត្រូវតែដៃទីទួយគាត់ដឹងជីកែងហ៎លឿនទៅខ្ញុំលំងាធ្លាក់ដួលខ្ញុំក៏ពាក់មួកកោខ្ញុំពាក់ខ្ញុំច្បាស់មើលអាមួយដែលថាជីមកពីក្រោយថាជីដេញតាហ្នឹងវា delivery ក្រុមហ៊ុនអីវ៉ៅណាបងវ៉ៅណាហើយវាថាចាំជួយជីដេញតាមចាំជួយវាចាំជួយខ្ញុំចាំជួយពួកខ្ញុំហើយដេញតាមតែប៉ុណ្ណឹងវាជិះម៉ូតូអីអាចោឆក់ហ្នឹងអាចោឆក់ហ្នឹងជីនិចបងជីនិចព្រោះអីបើមិនខៀវក៏ក្រហមដែរបងប្អូនខ្ញុំមើលឃើញក្រហមខ្ញុំមើលឃើញខៀវនេះវាប្រហែលអ្នកម៉ូតូ2នាក់បង2នាក់វ័យប្រហែលប៉ុន្មានណាបងខ្ទង់វ័យ18 19 20ហ្នឹងបងពេលដែលវាធ្វើសកម្មភាពឆក់វាមានបានធាក់ម៉ូតូរបស់បងឯងអត់ទេវាគ្រាន់តែជិះមកចិត្តហើយវាឆក់យកទៅហ្មងឥឡូវសមត្ថកិច្ចបាទនាំបងអូនស្រីបាទទៅដាក់ពាក្យបណ្ដឹងបាទសកម្មថាសមត្ថកិច្ចលោកនឹងធ្វើការស្រាវជ្រាវឈានទៅដល់ការចាប់ខ្លួនបាទជនចោរឆក់តែធ្វើសកម្មភាពនេះអាណិតណាបងអូនបាទជីស្គប់2ចេញធ្វើការម៉ោង5ភ្លឺអីបាទឥឡូវបានជនសង្ស័យធ្វើសកម្មភាពឆក់គាត់ទៀតបាទដួលកលិតកន្លែងបែកមុខបែកមាត់អស់ហើយបាទហ៊ានមែនតើហើយសកម្មថាសមត្ថកិច្ចនឹងបើកការស្រាវជ្រាវឈានទៅដល់ការចាប់ខ្លួនអរគុណប្រិយមិត្តកម្មចំណាយពេលខ្ញុំបាទចង់ពោះនឹងក្រុមការងារបើសិនជាការអធិប្បាយលើអខ្វះខាតចំណុចណាំសំរុំសំខាន់ទៅទៅលន់ថែមខ្ញុំនឹងអាប់ដេតទៅគេហៅទៅ SBL News អរគុណសូមគោរពលា